មើលទៅនាងហាក់ដូចជាស្ថិតនៅក្នុងស្ថានភាពដែលពិបាកហើយនេះជាអ្វីដែលលោកបានគិតឬខ្ញុំពិតជាខកចិត្តខ្លាំងណាស់មិនមែននាងជាអ្នកនិយាយខ្លួនឯងទេឬនេះគឺជាភស្តុតាងចុងក្រោយដែលយើងត្រូវបញ្ជាក់តារាងព័ត៌មានទាំងអស់នេះគឺមិនដូចគ្នានឹងអ្វីដែលខ្ញុំបានធ្វើពីមុនមកសូម្បីតែអក្សរក៏មានចំណុចដែលមិនដូចគ្នាច្រើនដែរខ្ញុំបានបង្ហាញលោកអស់ហើយគ្រាន់តែពាក្យដែល Eriser និយាយពី3ម៉ាត់ធ្វើឲ្យលោកភ្លេចអ្វីដែលខ្ញុំបានបង្ហាញមុននេះអស់ហើយឬខ្ញុំដូចជាមិនចាំទេថានៅក្នុងសាច់រឿងដើម Eriser បង្ហាញប្រាប់គ្រប់គ្នាថា Edith គឺជាជនល្មើសដោយរបៀបណាហេតុអ្វីទើបខ្ញុំមិនចាំអញ្ចឹងពេលដំបូងនោះដែលខ្ញុំបានឃើញនាងខ្ញុំត្រេកអរខ្លាំងណាស់រំពឹងថានាងនឹងអាចក្លាយទៅជាសាក្សីដ៏សំខាន់សម្រាប់ខ្ញុំប៉ុន្តែហេតុអ្វីបាននាងបដូរទៅជានិយាយពាក្យដែលនាំឲ្យច្របូកច្របល់ទាំងនោះខ្ញុំប្រកាសខ្លួនឯងណាខ្ញុំមិនមែនជាអ្នកធ្វើទេហើយតើមានហេតុផលអ្វីដែលធ្វើឲ្យ Eriser ធ្វើបែបនោះឈប់សិនកំណត់ហេតុរបស់ខ្ញុំ Killian ម្ដេចក៏លោកហ៊ានយកកំណត់ហេតុរបស់អ្នកដទៃមកមើលតាមតែចិត្តខ្លួនឯងបែបនេះលោកមិនសំបីតែគោរពខ្ញុំបន្តិចសោះ Edith អ្វីដែលនាងនិយាយគឺសុទ្ធតែសមហេតុផលប៉ុន្តែនៅក្នុងខណៈពេលនេះយើងក៏មិនមានភស្តុតាងថ្មីដើម្បីមកបញ្ជាក់ថានាងមិនមែនជាជនល្មើសដែរប៉ុន្តែលើកនេះយើងនឹងដោះលែងនាងទៅសិនចុះយើងនឹងបញ្ឈប់កិច្ចឃុំឃាំងរបស់នាងគឺមិនគួរឲ្យទុកចិត្តសោះបើគិតឲ្យច្បាស់ទៅការពិតដែលនាងគឺជាសមាជិកមួយនៃគ្រួសារ Rickelhoff គឺជាការពិតបែបនេះតើនាងមិនឲ្យពួកយើងសង្ស័យនាងបានយ៉ាងដូចម្ដេចតើលោកចង់ឲ្យខ្ញុំនិយាយប៉ុន្មានលានដងទៀតខ្ញុំនិយាយហើយថាខ្ញុំមិនខ្វល់ពីចំនួនរវាងគ្រួសារអ្វីទាំងអស់នោះទេតែខ្ញុំគិតថានាងខ្វល់ពីវាលោកគិតថាខ្លួនឯងជានរណាគេភ្លាមនោះការចងចាំពីអតីតកាលក៏បានលេចឡើងនៅក្នុងខួរក្បាលរបស់ខ្ញុំមិនត្រឹមតែលបួងមនុស្សប្រុសដើម្បីលួចព័ត៌មានសម្ងាត់ទេថែមទាំងបានបង្កភាពច្របូកច្របល់នៅក្នុងគ្រប់ពិធីជប់លៀងដែលជាគ្រួសារចុះក្នុងអាណត្តិរបស់គ្រួសារ Ludwig មិនត្រឹមតែប៉ុណ្ណោះខ្ញុំគឺជាមូលហេតុចម្បងដែលធ្វើឲ្យគូស្នេហ៍មួយចំនួនត្រូវបានបែកបាក់ហេតុអ្វីទើបការចងចាំទាំងអស់នោះស្រាប់តែលេចឡើងភ្លាមអញ្ចឹងខ្ញុំនឹងនាំនាងទៅបន្ទប់នៅពេលនេះមានរឿងច្រើនណាស់ដែលកើតឡើងក្នុងពេលតែមួយខ្ញុំមិនអាចសម្រាកនិងបន្ធូរអារម្មណ៍របស់ខ្ញុំបានទេអូ Killian ម្ដេចក៏លោកនៅទីនេះតើមុននេះមានរឿងអ្វីកើតឡើងឬតើមានបញ្ហាអ្វីឬអត់ Edith ត្រូវបានសង្ស័យថាជាអ្នកដែលលួចឯកសារសម្ងាត់តើនេះគឺជាអ្វីដែលលោកបាននិយាយនៅមុននេះឬខ្ញុំមិនគិតថា Edith ជាអ្នកដែលធ្វើរឿងទាំងអស់នោះទេខ្ញុំក៏ចង់គិតបែបនោះដែរប៉ុន្តែខ្ញុំគ្មានបំណងក្នុងការមកលួចស្ដាប់គេនិយាយគ្នាទេខ្ញុំក៏មិនរំពឹងថា Killian នឹងឈរនៅខាងខ្ញុំដែរអញ្ចឹងតើអ្វីដែលខ្ញុំបាននិយាយមុននេះអាចនឹងបង្កភាពយល់ច្រឡំឬអត់ខ្ញុំគួរតែទៅបញ្យល់ប្រាប់ឌូកម្ដងទៀតមិនចាំបាច់ទេប៉ុន្តែខ្ញុំទុកឲ្យពេលវេលាជាអ្នកដោះស្រាយទៅមិនបាច់លើកវាមកនិយាយម្ដងទៀតទេយើងមិនគួរនិយាយអ្វីដែលកន្លងផុតទៅហើយទេមែនឬអត់ព្រឹកនេះខ្ញុំបានពួននៅកុំស្មៅចិត្តទីលានវឹកហាត់ដើម្បីមកលួចមើល Killian គាត់ពិតជាសង្ហាខ្លាំងណាស់ពេលដែលគាត់កាន់ដាវហើយឈរនៅទីលានវឹកហាត់ធ្វើឲ្យគាត់កាន់តែចាញ់ចាំងនិងសង្ហាជាងមុនខ្ញុំមិនអាចហាមខ្លួនឯងមិនឲ្យមើលគាត់បានទេ Killian គឺជាថែបរបស់ខ្ញុំជាង Cliff ទៅទៀតភាពស្រស់ស្អាតរបស់គាត់បានបង្ហាញឡើងនៅពេលដែល Eriser បានចូលមកដល់ខ្ញុំគិតថាខ្លួនឯងអាចនឹងស្រវាំងភ្នែកគាត់ញញឹមហើយបក់ដៃទៅកាន់ Eriser ខ្ញុំមិនដែលទទួលបានស្នាមញញឹមបែបនោះពីមុនមកទេប៉ុន្តែទោះយ៉ាងណាក៏ដោយគេនៅតែសង្ហាជានិច្ច
ហេតុអ្វីទើបនាងចង់ឲ្យខ្ញុំញញឹមដាក់នាង Cliff កាន់ដាវមកទៅវឹកហាត់នៅទីលានអូប្អូនប្រុសឯងមើលទៅដូចជាអារម្មណ៍មិនសូវល្អប៉ុន្មានទេឯងមិនទាន់បាត់ឈឺក្បាលទេឬគុំនិយាយច្រើនហើយតាមខ្ញុំមកទីលានឥឡូវនេះមកអូអេឌីនចូលមកខ្ញុំកំពុងតែរងចាំឯងខ្ញុំឮថាម្សិលមិញឯងបានជួបពេលវេលាដ៏លំបាកមួយមែនទេខ្ញុំមិនប្រកាសទេប្រសិនបើខ្ញុំដឹងថាពិបាកចិត្តវាគឺលំបាកជាងពិបាកកាយទៅទៀតអ្នកម៉ាក់ខ្ញុំពិតជាមិនមែនជាអ្នកដែលលួចឯកសារសម្ងាត់ទាំងនោះទេខ្ញុំអាចបកស្រាយបានខ្ញុំដឹងថាអ្នកម៉ាក់នឹងប្រយ័ត្នខ្លួននៅពេលដែលខ្ញុំនៅជុំវិញនេះប៉ុន្តែខ្ញុំអាចស្បត់ទោះបីជាយកជីវិតខ្ញុំមកក៏ខ្ញុំហ៊ាននិយាយថាខ្ញុំមិនមែនជាអ្នកធ្វើទេខ្ញុំជឿឯងទោះបីជាវាពិបាកយ៉ាងណាក៏ខ្ញុំជឿថាឯងមិនមែនជាអ្នកធ្វើទេឯងគឺព្យាយាមធ្វើវាឲ្យល្អបំផុតដើម្បីជួយសម្រួលដល់ការងាររបស់ខ្ញុំនិងថែមទាំងព្យាយាមយ៉ាងខ្លាំងដើម្បីសម្របខ្លួននៅក្នុងស្ថានភាពបែបនេះតើខ្ញុំអាចនឹងមិនកត់សម្គាល់បានយ៉ាងដូចម្តេចខ្ញុំក៏ធ្លាប់ស្ថិតនៅក្នុងស្ថានភាពដូចជាឯងដែរខ្ញុំប្រហែលជាមិនដឹងទេថានរណាគេដែលមានបំណងអាក្រក់ធ្វើរឿងទាំងអស់នេះប៉ុន្តែខ្ញុំប្រកាសចិត្តថាវាមិនមែនជាឯងទេកូនស្រីរបស់ខ្ញុំអ្នកម៉ាក់តាមពិតទៅខ្ញុំនៅក្នុងគ្រួសារ Rickhelhoff